ថ្ងៃនេះមានត្រីសាឡាម៉ុនមកពីន័រវេឡើងធំមិនដឹងយកធ្វើអីណាចិត្តជាតសៃជ្រក់ទឹកស៊ីអ៊ីវកូរ៉េតែម្ដងតែជ្រក់ទៅ3ម៉ោងឆ្ងាញ់ហ្មងថៃសាម៉ុនចិត្តប្រទេសដូចញ៉ាំស៊ូស៊ីធ្លាប់ធ្វើហើយតែចង់សាកធ្វើអត់សៃវែងដូចតសៃមីនេះបងប្អូនទាំងអស់គ្នាមួយសាច់វាសាច់ដឹងសាច់ខ្លាញ់ហើយឡងទុនល្អហើយឡងផ្អែមឈ្ងុយហ្មងហើយបើទឹកស៊ីអ៊ីវសម្រាប់ជ្រក់វិញគឺខ្ញុំដាំមកពុះដាក់ទឹកស៊ីអ៊ីវស្ករត្នោតហើយជាមួយនឹងថែមទឹកបន្តិចដើម្បីកុំឲ្យវាប្រៃពេកលិតមើលទៅរសជាតិវាប្រៃឡំដាក់វាឲ្យត្រជាក់កុំឲ្យក្តៅឲ្យសោះហើយតែចឹងខូចសាច់ត្រីឲ្យហើយនៅពេលដែលវាត្រជាក់ល្អហើយចាក់វាចូលសាច់ត្រីហើយបន្ទាប់មកយើងហាន់ខ្ទឹមសម្ទេសយើងហាន់ឲ្យវាម៉ត់ចឹងមកដើម្បីបន្ថែមក្លិននៅក្នុងទឹកស៊ីអ៊ីវផ្អែមប្រៃរបស់យើងហើយរោយល្ងសហើយដាក់ជ្រក់វាទៅប្រហែលជា2ទៅ3ម៉ោងឲ្យហូបកើតទេណាកុំដាក់យូរពេកប្រយ័ត្នសាច់ត្រីរឹងពួកវាច្រើនត្រីសាឡាម៉ុនហ្នឹងគឺវាបឺតស្រូបទឹកជ្រក់ហ្នឹងបានលឿនជាងបកាជាងក្តាមអញ្ចឹងទៅអញ្ចឹងកុំដាក់វាមកយកទល់ភ្លឺប្រយ័ត្នរឹងកព្រឹកប្រៃខេះចាទឹកត្រីកោះកុំកិនឲ្យម៉ត់ចឹងមកវាស្រួលចលូជួបគ្នា3ម៉ោងទៀតជាមួយនឹងត្រីសាឡាម៉ុនជ្រក់ទឹកស៊ីអ៊ីវ3ម៉ោងឲ្យបងប្អូននេះវាចូលជាតិល្មមហ្មងកុំឲ្យលើសហ្នឹងឯងបើអ្នកខ្លះគាត់ចិត្តក្រាស់ជាងហ្នឹងដាក់លើសហ្នឹង1ម៉ោងអីក៏បានសាឡាម៉ុនជ្រក់ទឹកស៊ីអ៊ីវវ៉ាវញ៉ាំคุณเดือดท้องมาเนี่ยឃើញខមមិនមួយគេនិយាយថាមុខរបស់ខ្ញុំដូចលាបខ្លាញ់មានមនុស្សសតិអត់គ្រប់ណាយកខ្លាញ់មកលាបមុខទេលោកអើយសម័យឥឡូវ skin care គឺអាចធ្វើឲ្យមុខរបស់យើងចាំងចែងបានអញ្ចឹងតែម្ដងបងប្អូនទាំងអស់គ្នាអាចមើលបានណាមុនពេលលាបនិងក្រោយពេលលាបមុខយើងឡើងរលោងឡើងចាំងដោយសារតែប្រើជាមួយនឹងសារធាតុ exosome stem cell មួយ PDRN គឺសារធាតុគេចាក់មុខលាបឲ្យមុខរបស់យើងខ្ចីតឹងទន់តែម្ដងលេយប់នេះវិញបងប្អូនបាច់ចាំបាច់លាបលើមុខឲ្យមើលលាបលើដៃឲ្យមើលថាតើគីឡូមិនគីឡូបាច់ចាំបាច់លាបខ្លាញ់ទេបងប្អូនមើលនេះចាំងចែងដូចកញ្ចក់ដូច plastic ចឹងតែម្ដងអ្នកណាដែលចូលចិត្តមុខចាំងត្រូវភ្លើងផ្លាតអីអញ្ចឹងប៉ុន្តែមិនមែនជាខ្លាញ់ទេណាអានេះគឺវាធ្វើពីសារធាតុស៊ីកាធ្វើឲ្យមុខរបស់យើងត្រជាក់ប្រឡោមស្បែករបស់យើងបំបត្តិស្នាមជ្រួយបំបត្តិស្នាមអាចរុយស្នាមជាប់បំបត្តិនៅមុនណាបងប្អូនទាំងអស់គ្នាអ្វីដែលសំខាន់ប្រើរួមគ្នាទាំងសរុបទាំងលេយប់នេះហាមុខតឹងហើយការពាររនាំងស្បែកបានល្អទៀតមើលនេះពេល make up ហើយមុខវាមិនចាំងអញ្ចឹងស្អីក៏ដោយចាប់ផ្ដើមពីស្បែកនៅក្រោមជ្រៅមកបងប្អូនទាំងអស់គ្នាបើចង់បានជាមួយនឹងស្បែកមុខស្អាតក្មេងមិនចេះចាស់មុខរលោងមុខតឹងមុខមានសំណើមបងប្អូនទាំងអស់គ្នាកុំភ្លេចមួយឈុតនេះណា